បាទសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធី ID Talk នៃសារព័ត៌មាន Cambodia Daily បាទនៅក្នុងរាត្រីនេះវាគ្មិនរបស់យើងគឺលោកសង្សានករណាលោកគឺជាប្រធានអង្គការប្រជាធិបតេយ្យក្នុងប្រទេសអូស្ត្រាលីបាទលោកនឹងចូលរួមពិភាក្សាទៅប្រធានបទស្ដីអំពីតើភាពជាប់គាំងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជាយូរពេកនាំឲ្យពលរដ្ឋជួបហានិភ័យអ្វីខ្លះបាទប្រសិនបើលោកអ្នកនាងមានសំណួរឬយោបល់សូមសរសេរដោយផ្ទាល់មកកាន់កម្មវិធីផ្សាយរបស់យើងនៅពេលនេះបាទលោកសង្សានករណាសូមទម្លាក់កាមេរ៉ាចុះក្រោមបន្តិចឬក៏ដំឡើងកៅអីឡើងលើបន្តិចបាទដូចជាបាទបើមិនចឹងទេសូមទម្លាក់កាមេរ៉ាបន្តិចបាទឲ្យលោកសារដាបាទអូខេឥឡូវនេះយើងបានភ្ជាប់លោកសង្សានករណាបានហើយសុខសប្បាយជាទេលោកសង្សានករណាបាទអរគុណលោកសារដាហើយក៏សូមជម្រាបសួរដល់ប្រិយមិត្តដែលកំពុងតាមដានThe Cambodia Daily ទាំងអស់គ្នាផងដែរហើយខ្ញុំសុខទុក្ខជាធម្មតាទេលោកសារដាបាទលោកសង្សានករណាលោកដឹងស្រាប់ហើយថាមាត្រា1នៃរដ្ឋធម្មនុញ្ញចែងថាកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបកប៉ុន្តែប្រជាធិបតេយ្យនៅកម្ពុជាត្រូវគេមើលឃើញថាកំពុងតែជាប់គាំងអនុវត្តមិនកើតប្រសិទ្ធសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានហាមឃាត់គណៈអ្នកនយោបាយដែលមាននិន្នាការផ្ទុយក៏ត្រូវបានដកសិទ្ធិនយោបាយថែមទៀតដូចជាលោកកឹមសុខាលោកសុនចន្ទធីរួមទាំងលោករងឈុនផងដែរសពថ្ងៃនេះអ្នកបំផ្លាញប្រជាធិបតេយ្យកំពុងតែកាន់អំណាចពេញទំហឹងគណៈអ្នកលើកស្ទួយប្រជាធិបតេយ្យមិនត្រឹមតែគ្មានអំណាចទេថែមទាំងបែកបាក់កម្លាំងខ្ចាត់ខ្ចាយជាប់គុកថែមទៅទៀតតើវាសនាប្រជាធិបតេយ្យនៅកម្ពុជាអាចសង្ឃឹមស្ដារឡើងវិញនៅក្នុងកម្រិតណាដែរទៅលោកសង្សានករណានៅក្នុងបរិបទដែលកម្ពុជាសប្តាហ៍ថ្ងៃនេះក៏កំពុងតែរុលទៅមុខក្នុងការតស៊ូតវ៉ាទាមទារឲ្យមានការបញ្ចុះពន្ធនិងការចរចាពន្ធជាមួយនឹងសហរដ្ឋអាមេរិកហើយការចរចានេះកំពុងតែចាប់ផ្ដើមនៅថ្ងៃនេះហើយបាទលោកសង្សានករណាអរគុណច្រើនលោកសារដាយើងមុននឹងខ្ញុំឆ្លើយនៅសំណួរនេះខ្ញុំចង់ឲ្យប្រិយមិត្តដែលកំពុងតាមដាន The Cambodia Daily យើងងាកត្រឡប់ទៅប្រទេសកម្ពុជាយើងទៅប្រវត្តិសាស្ត្រដែលកម្ពុជាយើងមិនមែនតែពេលនេះទេដែលកំពុងតែទទួលរងនៅហានិភ័យហើយអ្វីដែលកម្ពុជាយើងរងការបែកបាក់រងការកាប់សម្លាប់គ្នានឹងគឺយើងឃើញថាវាមានជាហូរហែមកហើយការបែកបាក់គ្នានេះគឺធ្វើឲ្យខ្មែរជាច្រើនលានអ្នករងទុក្ខទោសរហូតដល់ស្លាប់បាត់បង់ជីវិតផងរស់ព្រាត់ប្រាសនៃរាជគ្រួសារនឹងជាហូរហែរហូតទៅដល់យើងបានកិច្ចព្រមព្រៀងក្រុងប៉ារីសដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសអង្គការសហជីវជាតិនិងបណ្ដាប្រទេសស្ថាបនិកមួយចំនួនទៀតចឹងជាភ័ព្វសំណាងជាព្រេងវាសនាមួយដែលកម្ពុជាយើងបានកើតរដ្ឋធម្មនុញ្ញដែលលោកសារដាបានលើកឡើងមុននេះបន្តិចគឺកម្ពុជាយើងគឺប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យសេរីភូប៉ាចឹងការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យមានន័យថាមិនមែនមានតែតួអង្គនៃគណៈបកកាន់អំណាចមួយទេឬក៏តួអង្គនៃអ្នកនយោបាយដែលរងការដកសិទ្ធិនយោបាយរងការធ្វើទុកបុកម្នេញប៉ុណ្ណឹងទេតួអង្គសំខាន់បំផុតនៅក្នុងសង្គមប្រជាធិបតេយ្យគឺប្រជាពលរដ្ឋអញ្ចឹងបើសិនជាប្រជាពលរដ្ឋលោកមិនយល់ព្រមក្នុងការឲ្យអ្នកដឹកនាំប្រទេសឬក៏អ្នកកាន់អំណាចដឹកនាំដោយមិនគោរពតាមនៅគោលការណ៍ប្រជាធិបតេយ្យប្រជាពលរដ្ឋនឹងធ្វើកិច្ចការងារក្នុងការទាមទារឲ្យមានការអនុវត្តនៅប្រជាធិបតេយ្យនឹងឲ្យបានត្រឹមត្រូវអញ្ចឹងនៅក្នុងបញ្ហានៃការពាក់ព័ន្ធទៅនឹងគោលការណ៍ប្រជាធិបតេយ្យនឹងមានតួអង្គពាក់ព័ន្ធផ្សេងជាច្រើនទៀតជាពិសេសអ្នកនយោបាយដែលយើងឃើញថាអ្នកនយោបាយធ្វើត្បិតថារងនៅសម្ពាធជាច្រើនណាមានការប្រើប្រាស់នៅប្រព័ន្ធតុលាការចាប់ដាក់ពន្ធនាគារការប្រើប្រាស់អំពើហិង្សាការប្រើប្រាស់នៅវិធានការផ្សេងជាច្រើនដែលធ្វើទុកបុកម្នេញមកលើអ្នកនយោបាយប៉ុន្តែការធ្វើទុកបុកម្នេញយ៉ាងណាក៏ដោយក៏អ្នកនយោបាយទាំងអស់នោះរួមទាំងសកម្មជនសង្គមផ្សេងទៀតផងហ្នឹងมันនៅស្ងៀមនៅតែបន្តបេសកកម្មរបស់ខ្លួនបន្តទៀតអញ្ចឹងវា
ជាហេតុមួយដែលយើងមើលឃើញថាទោះបីមានការធ្វើទុកបុកម្នេញយ៉ាងណាក៏ដោយក៏សង្គមប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងក៏ឃើញនៅតែមានចលនាក្នុងការធ្វើសកម្មភាពផ្សេងៗយើងឃើញថាអ្នកនៅក្នុងប្រទេសក៏នៅតែមានសកម្មភាពទោះបីថាស្ថិតនៅក្នុងសម្ពាធស្ថិតនៅក្នុងការភ័យខ្លាចយ៉ាងម៉េចក៏នៅតែមានសកម្មភាពដែលឲ្យយើងមើលឃើញថានៅរូបភាពប្រជាធិបតេយ្យចេះតែមានចលនាណាហើយអ្នកខាងក្រៅប្រទេសហ្នឹងក៏ដូចនេះដែរក៏មិននៅស្ងៀមក៏នៅតែធ្វើកិច្ចការងារធ្វើសកម្មភាពរបស់ខ្លួនទៅតាមរូបភាពទៅតាមមធ្យោបាយដែលអាចធ្វើទៅបានធ្វើការទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសអន្តរជាតិនានាដែលគេបានតាមដានគេបានឃ្លាំមើលអំពីបញ្ហាសិទ្ធិមនុស្សអំពីបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងអញ្ចឹងខ្ញុំយល់ថារឿងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាมันអាចបញ្ចប់ត្រឹមតែគណៈបកកណ្ដាលអំណាចធ្វើទុកបុកម្នេញទៅលើអ្នកនយោបាយប៉ុណ្ណឹងហើយធ្វើទុកបុកម្នេញរដ្ឋបិទនៅសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឬក៏សកម្មជនត្រឹមប៉ុណ្ណឹងគឺអាចបញ្ចប់បានទេហើយដោយដែលយើងមើលឃើញគោលការណ៍ច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងហ្នឹងគឺมันអាចបដូរផ្លាស់ដឹកនាំប្រទេសដោយវាចាកពីប្រជាធិបតេយ្យបានទេអ្វីត្បិតថារូបភាពនៃការអនុវត្តហ្នឹងវាអត់បានអនុលោមអត់បានធ្វើឡើងឲ្យមានភាពត្រឹមត្រូវក៏ប៉ុន្តែអ្វីទាំងអស់នោះកំពុងស្ថិតនៅក្នុងការឃ្លាំមើលការតាមដានពីប្រជាពលរដ្ឋពីអង្គការសង្គមពីគណៈបកនយោបាយនានាទាំងក្នុងនិងក្រៅប្រទេសជាដើមបាទបាទអរគុណច្រើនលោកសង្សានករណាហើយលោកដឹងស្រាប់ហើយថានៅពេលនេះអ្នកប្រជាធិបតេយ្យ3នាក់ហើយដែលអស់សិទ្ធិក្នុងការចូលរួមលើកស្ទួយប្រជាធិបតេយ្យប្រសិទ្ធបោះឆ្នោតនិងសិទ្ធិចូលឈ្មោះគេបោះឆ្នោតឲ្យរបស់ពួកគេត្រូវបានដកហូតអស់មួយជីវិតរួមមានលោកកឹមសុខាលោកសុនចន្ទធីនិងលោករងឈុនចំណែកអ្នកប្រជាធិបតេយ្យដែលមានឥទ្ធិពលខ្លះទៀតត្រូវបានហាមឃាត់មិនឲ្យចូលស្រុកទេមកទល់នឹងពេលនេះតើលោកគិតថាបើសិនជាកម្ពុជានៅបន្តអនុវត្តនៅការដកសិទ្ធិឲ្យតែថាអ្នកណាមិនដូចថាប្រឆាំងនឹងខ្លួនមានទស្សនៈផ្ទុយនឹងខ្លួនត្រូវតែដកសិទ្ធិធ្វើនយោបាយអញ្ចឹងថាតើប្រទេសជាតិនេះនឹងទៅមុខដោយរបៀបម៉េចទៅហើយវិបត្តិនយោបាយវិបត្តិប្រជាធិបតេយ្យនឹងញោមញីកម្រិតណាហើយពលរដ្ឋក្រីក្រដែលគ្នារងគ្រោះដោយសារតែវិបត្តិប្រជាធិបតេយ្យនឹងគាត់នឹងតដកខ្យល់របៀបម៉េចទៅបាទលោកសង្សានករណាវាជាបញ្ហាទាំងអស់នេះខ្ញុំគិតថាមិនមែនតែជាបញ្ហាពីប្រជាពលរដ្ឋដែលរងទុក្ខទេណាពីប្រជាពលរដ្ឋក្តីពីខាងអង្គការសង្គមពីខាងអ្នកនយោបាយក្តីខ្ញុំថាគណៈបកកណ្ដាលអំណាចមេដឹកនាំនៃគណៈបកកណ្ដាលអំណាចហ្នឹងក៏កំពុងជួបវិបត្តិដោយខ្លួនឯងដែរពីព្រោះថាការដែលដឹកនាំវាចាកនៃប្រជាធិបតេយ្យនេះគឺការដឹកនាំក្នុងការទំនាក់ទំនងការបរទេសពាក់ព័ន្ធនឹងសេដ្ឋកិច្ចទេសចរអីផ្សេងហើយអ្វីដែលយើងមើលឃើញនោះគឺកំពុងតែឃ្លាតឆ្ងាយអំពីប្រទេសប្រជាធិបតេយ្យជាពិសេសយើងមើលឃើញដូចជារឿងការអនុវត្តពន្ធនៃប្រទេសសហរដ្ឋអាមេរិកដែលគេកំពុងតែធ្វើឡើងមកលើកម្ពុជាជាដើមហើយក្នុងនោះក៏មានបញ្ហាជាមួយនឹងបណ្ដាប្រទេសនៅសហភាពអឺរ៉ុបជាមួយនឹងបណ្ដាប្រទេសលោកសេរីផ្សេងទៀតដែរអញ្ចឹងខ្ញុំយល់ថារឿងការដឹកនាំប្រទេសដោយមិនគោរពតាមបែបប្រជាធិបតេយ្យនេះមិនមែនជារឿងងាយស្រួលនោះទេខ្ញុំមើលឲ្យងាកមើលមកក្នុងបណ្ដាប្រទេសដែលគេដឹកនាំតាមបែបប្រជាធិបតេយ្យត្រឹមត្រូវតួយ៉ាងដូចជាអូស្ត្រាលីទើបតែបោះឆ្នោតថ្មីយើងឃើញហើយការបោះឆ្នោតឲ្យដោយគោរពតាមគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់ត្រឹមត្រូវភាពរីកចម្រើននៃប្រព័ន្ធគ្រប់គ្រងប្រទេសរបស់គេគឺមានភាពល្អប្រសើរស្ថិរភាពនយោបាយស្ថិរភាពសេដ្ឋកិច្ចពាណិជ្ជកម្មផ្សេងទេសចរផ្សេងគឺគេបានទទួលបាននៅចំណូលហើយការរស់នៅរបស់ប្រជាពលរដ្ឋគេប្រកបដោយសេចក្តីសុខសុវត្ថិភាពជាដើមអញ្ចឹងការដឹកនាំដោយមិនត្រឹមត្រូវដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនេះខ្ញុំយល់ថាអ្វីត្បិតថាពលរដ្ឋបច្ចុប្បន្នមិនទាន់មានឱកាសក្នុងការក្រោកឈរក្នុងការទាមទារក្នុងការទម្លាក់នៅមេដឹកនាំក៏ប៉ុន្តែពួកគាត់មិនអាចរស់នៅទ្រាំទ្រដោយនៅរងទុក្ខលំបាកណាបំណុលវាន់កណាអ្នកដែលដឹកនាំ
មានឱកាសក្នុងការច្បាមយកធនធានរបស់ប្រទេសយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនគ្រួសារឬក៏បពពួកអីជាដើមអញ្ចឹងទាំងអស់នេះគឺជារូបភាពដែលគេមើលឃើញថាវាជាការដឹកនាំមួយដែលក្បត់ទៅលើប្រទេសដែលដឹកនាំតាមបែបប្រជាធិបតេយ្យនឹងហើយអញ្ចឹងការដែលដឹកនាំមិនត្រឹមត្រូវនេះមិនមែនជារឿងមួយដែលដឹកនាំល្អនោះទេហើយអ្វីដែលជារឿងហានិភ័យភ័យខ្លាចនេះគឺក៏មេដឹកនាំនោះក៏ជាអ្នកត្រូវរស់នៅដោយការភ័យខ្លាចដោយការទម្លាក់ពីប្រជាពលរដ្ឋផងដែរហើយពីអ្នកនយោបាយក៏គេមិននៅស្ងៀមក្នុងការធ្វើទុកបុកម្នេញនឹងដែរក្នុងមធ្យោបាយហ្នឹងគឺគេក៏រកវិធីសាស្ត្រក្នុងការធ្វើយ៉ាងណាដើម្បីទាមទារឲ្យអ្នកដឹកនាំហ្នឹងធ្វើការដឹកនាំតាមបែបប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវបាទលោកសង្សានករណាលោកដឹងស្រាប់ហើយថាជាញឹកញាប់ជាញយលោកទាំងលោកហ៊ុនម៉ាណែតក៏ដោយទាំងលោកហ៊ុនសែនក៏ដោយតែងតែនិយាយអំពីការរារាំងមិនឲ្យឬក៏ការទប់ស្កាត់មិនឲ្យរបបវិលពិឃាតវិលមកចាប់កំណើតនៅក្នុងប្រទេសកម្ពុជាវិញទេតើចំណុចនេះលោកមានការបកស្រាយយ៉ាងម៉េចដែរថាតើអ្នកណាគេជាអ្នកនាំលោកខ្លាចអ្នកណាគេជាងគេដែលនាំដោយថារបបវិលពិឃាតមកកាន់ប្រទេសកម្ពុជាវិញហ្នឹងព្រោះថាឥឡូវនេះបើយើងពិនិត្យមើលទៅលើគណៈបព្វប្រឆាំងដូចគ្មានអាវុធនឹងដៃទេដូចគ្មានកម្លាំងទ័ពអីទេមានតែប្រជាពលរដ្ឋមានតែសម្លេងប្រជាពលរដ្ឋដូច្នេះថាតើសម្លេងប្រជាពលរដ្ឋប៉ុណ្ណឹងហើយថាតើអាចនឹងធ្វើឲ្យប្រទេសជាតិនឹងជួបកលយុគคล้ายទៅជារបបវិលពិឃាតទី2បានកម្រិតណាដែរទៅបាទលោកសង្សានករណាខ្ញុំមិនយល់ស្របក្នុងការលើកឡើងបែបហ្នឹងទេជាការលើកឡើងក្នុងន័យប្រជាពធជាការគម្រាមកំហែងទៅលើប្រជាពលរដ្ឋឬក៏អ្នកនយោបាយឬក៏អ្នកធ្វើកិច្ចការងារសង្គមអីទៅវិញទេបើយើងមើលរូបភាពប្រជាពលរដ្ឋឬក៏គណៈបកផ្សេងឬក៏តួអង្គផ្សេងទៀតគ្មានហានិភ័យណាដែលទៅដឹកនាំឲ្យធ្លាក់ទៅក្នុងវាលពិឃាតទេប៉ុន្តែផ្ទុយទៅវិញបើយើងមើលអំពីរបបនៃការដឹកនាំរបស់គណៈបកកណ្ដាលអំណាចបច្ចុប្បន្នយើងឃើញហើយប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់នៅរបបប្រជាធិបតេយ្យក៏ប៉ុន្តែប្រជាធិបតេយ្យឲ្យប្រកាន់នៅគេហៅថាអព្យាក្រឹតភាពហើយនឹងអធិបតេយ្យភាពទៅទៀតក៏ប៉ុន្តែយើងមើលពីប្រវត្តិសាស្ត្ររបស់ប្រទេសយើងដូចជារឿងរបបវាលពិឃាតអ្នកណាដែលនៅពីក្រោយរបបវាលពិឃាតគឺបណ្ដាប្រទេសកុម្មុយនីសផ្ដាច់ការដែលជំនាន់នោះមានខាងសហភាពសូវៀតណាយើងមើលហើយនឹងចិនប្រជាមានិតហើយនឹងប្រទេសកុម្មុយនីសផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងរឿងវាលពិឃាតនៅកម្ពុជាអញ្ចឹងតើបច្ចុប្បន្នអ្នកណាអ្នកពាក់ព័ន្ធទៅនឹងបណ្ដាប្រទេសកុម្មុយនីសផ្ដាច់ការទាំងអស់ហ្នឹងហើយមានភាពស្អិតរមួតដែលយើងមើលឃើញជាពិសេសយើងមើលឃើញបច្ចុប្បន្នកម្ពុជាទៅចាប់ដៃគូយ៉ាងស្អិតរមួតជាមួយនឹងចិនដែលខ្លួនឯងធ្លាប់យើងមើលឃើញកាលពីជំនាន់រដ្ឋកម្ពុជាយើងឃើញហើយបានផ្សព្វផ្សាយជេរប្រមាថចិនយ៉ាងណាប៉ុន្តែទីបំផុតការដឹកនាំបច្ចុប្បន្នទៅចាប់ចិនអញ្ចឹងយើងមើលដូចជាថ្មីបច្ចុប្បន្នហ្នឹងយើងឃើញសមយុទ្ធនាគមាសនឹងកំពុងតែចាប់ផ្ដើមជាមួយនឹងប្រទេសកម្ពុជាយ៉ាងស្អិតរមួតបង្ហាញទៅខាងសហគមន៍អន្តរជាតិឬក៏បណ្ដាប្រទេសលោកសេរីទាំងអស់នេះជាចេតនាមួយបង្ហាញយ៉ាងច្បាស់ថាកម្ពុជាហាក់ដូចជាងាកទៅនឹងប្រទេសកុម្មុយនីសផ្ដាច់ការហ្នឹងជាងបណ្ដាប្រទេសលោកសេរីអញ្ចឹងហើយជាបញ្ហាខ្ញុំគិតថាអ្នកដែលធ្វើឲ្យមានវាលពិឃាតដែលធ្វើឲ្យមានពលរដ្ឋរស់រងទុក្ខទាំងគេហៅរស់ទាំងស្លាប់ស្មារតីអីទាំងអស់ហ្នឹងគឺដោយសារតែការដឹកនាំបច្ចុប្បន្នទៅវិញទេឬក៏អ្នកដឹកនាំបច្ចុប្បន្នទៅវិញទេមិនមែនគឺជាប្រជាពលរដ្ឋមិនមែនគឺជាអ្នកនយោបាយដែលប្រកាន់ជំហរប្រជាធិបតេយ្យដែលជាអ្នកទៅប្រព្រឹត្តនៅអំពើបែបហ្នឹងបានទេហើយយើងដឹងហើយការដឹកនាំតាមបែបប្រជាធិបតេយ្យគឺអ្វីដែលផ្ដោតសិទ្ធិហ្នឹងគឺដល់ប្រជាពលរដ្ឋជាពលរដ្ឋជាម្ចាស់អំណាចពិតប្រាកដជាពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំប្រទេសប៉ុន្តែជាអកុសលនៅក្នុងប្រទេសកម្ពុជាយើងគឺការបោះឆ្នោតมันមានភាពសេរីมันមានភាពត្រឹមត្រូវនឹងយុត្តិធម៌ទៅវិញទេដែលជាអ្នកបិទសិទ្ធិខ្ញុំជឿជាក់ថាបើសិនជាអ្នកដឹកនាំបច្ចុប្បន្នក្លាហានហ៊ានបើកឲ្យមានការបោះឆ្នោតដោយសេរីរើរូប
គណៈកម្មការជាតិរៀបចំការបោះឆ្នោតណាដោយមានឯករាជ្យភាពអព្យាក្រឹតត្រឹមត្រូវគណៈបកកណ្ដាលបច្ចុប្បន្នมันអាចដឹកនាំប្រទេសឬក៏มันអាចឈ្នះឆ្នោតបានទេបើសិនជាយើងមើលឲ្យឃើញច្បាស់ដោយសារតែការបញ្ហាដឹកនាំរបស់ខ្លួននឹងដែលធ្វើឲ្យពលរដ្ឋរស់រងទុក្ខចំណាក់ប៉ុន្តែបើគណៈកម្មការរៀបចំការបោះឆ្នោតសិតតែក្រុមមួយដែលគ្រប់គ្រងឬក៏ក្រុមមួយដែលនៅពីក្រោយនៃដោយគណៈបកកណ្ដាលអំណាចទៅហើយតើគណៈបកកណ្ដាលអំណាចហ្នឹងគាត់ខ្លាចទៅអីទៀតបើប៊ីតនៅខាងគាត់ទៅហើយអ្នកកាត់សេចក្តីនៅខាងគាត់ទៅហើយលោកសង្សានករណាដូច្នេះហើយបានខ្ញុំលើកឡើងខាងដើមលោកសារដាគឺឲ្យតែមានការកែតម្រង់ការបោះឆ្នោតដោយសេរីត្រឹមត្រូវបើនិយាយពីបោះដូចបច្ចុប្បន្នគាត់ច្បាស់ណាស់មិនហ៊ានมันមានការភ័យខ្លាចទេដោយសារតែដោយលោកសារដាលើកឡើងមកអញ្ចឹងកណាខោធម្មតាទេការប្រកួតកីឡាបើសិនជាអញ្ញាកដាលនៅខាងណាហើយភាគីម្ខាងទៀតមិនងាយនឹងឈ្នះទេគឺច្បាប់ទៅលើអញ្ញាកដាលលើកដៃឲ្យជ័យជំនះក៏នៅអញ្ញាកដាលអញ្ចឹងបើសិនជាអញ្ញាកដាលហ្នឹងជាមនុស្សដែលលំអៀងណាមនុស្សមិនឯករាជ្យអញ្ចឹងសួរថាតើការបោះឆ្នោតហ្នឹងរើសបានអ្នកដែលផ្ដល់សិទ្ធិអំណាចពិតប្រាកដពីប្រជាពលរដ្ឋឬអត់អញ្ចឹងមិនអាចធ្វើទៅបានទេអញ្ចឹងកម្ពុជាបច្ចុប្បន្នអញ្ចឹងហើយបានយើងនៅតែទាមទារសហគមន៍អន្តរជាតិឲ្យមានវិធានការធ្វើយ៉ាងម៉េចជំរុញឲ្យកម្ពុជានឹងងាកទៅរកការអនុវត្តនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវឲ្យគ្រប់តួអង្គឲ្យគេមានសិទ្ធិសេរីភាពគ្រប់គ្រាន់ណាទាំងខាងសារព័ត៌មានទាំងខាងគណៈបកនយោបាយទាំងប្រជាពលរដ្ឋទាំងអង្គការសង្គមបាទអញ្ចឹងអានេះគឺជាអ្វីដែលគេចង់បានហើយបើសិនជាអ្វីដែលចង់បាននោះមិនមែនជាការចង់បានសម្រាប់ប្រទេសគេទេគឺគេចង់បានដើម្បីផ្ដល់នៅសិទ្ធិអំណាចឲ្យពលរដ្ឋជាម្ចាស់ប្រទេសដោយខ្លួនឯងណាដោយមិនចាំបាច់ឲ្យអ្នកនយោបាយរូបណាទៅដាក់សម្ពាធទៅធ្វើបាបធ្វើទុកបុកម្នេញដែលมันអាចឲ្យគាត់អនុវត្តនៅឆន្ទៈខ្លួនឯងបានអាហ្នឹងគឺជាអ្វីដែលបណ្ដាប្រទេសលោកសេរីគេចង់ឃើញកម្ពុជាបែបហ្នឹងឯងហើយបើសិនជាពលរដ្ឋខ្លាយជាម្ចាស់ប្រទេសហើយអ្នកនយោបាយទាំងអស់ហ្នឹងច្បាស់ជាខ្លាចជាពលរដ្ឋហើយខិតខំប្រឹងប្រែងធ្វើកិច្ចការងាររបស់ខ្លួនដោយតម្លាភាពអនុវត្តនៅទូនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវមិនមែនអនុវត្តដោយបច្ចុប្បន្នច្បាមយកតែមានបានខ្លួនឯងគ្រួសារឯងបកពួកខ្លួនឯងហើយបណ្ដោយឲ្យប្រជាពលរដ្ឋរស់រងទុក្ខវេទនាអញ្ចឹងទេបាទលោកសង្សានករណានៅថ្ងៃនេះកម្ពុជាកំពុងតែធ្វើការចរចាជាមួយនឹងសហរដ្ឋអាមេរិកលើបញ្ហាពន្ធតើលោករំពឹងអំពីលទ្ធផលនៃការចរចាហ្នឹងកម្រិតណាដែរទៅបាទលោកសង្សានករណាខ្ញុំយល់ថាសហរដ្ឋអាមេរិកតិចឬច្រើនគឺគេពិចារណាទៅលើប្រទេសដែលប្រកាន់ប្រជាធិបតេយ្យអញ្ចឹងគេអាចពិនិត្យមើលថាតើកម្ពុជានឹងគឺជាប្រទេសយ៉ាងម៉េចប្រទេសគោរពសិទ្ធិមនុស្សប្រទេសដែលគោរពទៅតាមប្រជាធិបតេយ្យអនុវត្តប្រជាធិបតេយ្យហើយអាមេរិកខ្លួនឯងក៏ជាតួអង្គសំខាន់នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដែរបើសិនជាមិនមានការចរចាណាមួយដែលផ្ដល់នៅផលប្រយោជន៍ដល់ប្រជាពលរដ្ឋបើកលំហនៅសិទ្ធិសេរីភាពឬក៏ប្រជាធិបតេយ្យទេខ្ញុំជឿជាក់ថាការចរចាហ្នឹងនឹងមិនមានលទ្ធផលល្អទេมันអាចគ្រាន់ថាជាផលប្រយោជន៍ត្រឹមតែពាណិជ្ជកម្មទំនិញដោះដូរពន្ធគ្នាត្រឹមប៉ុណ្្នឹងទេពីព្រោះកម្ពុជាយើងគឺជាប្រទេសតូចណាស់ដែលគេមើលឃើញអំពីផលចំណេញប៉ុន្តែអ្វីដែលគេចង់បានគេចង់ឃើញគឺគេបានផ្ដល់នៅប្រព័ន្ធអនុគ្រោះពន្ធកន្លងមកគឺដោយសារតែបុព្វហេតុនៃការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនឹងឯងដែលជាប្រទេសកម្ពុជាបានបដិញ្ញាចិត្តខ្លួនឯងប៉ុន្តែយើងមើលកន្លងមកតាក់លហិកនៅទិន្នន័យនៃការរំលោភសិទ្ធិមនុស្សហើយនឹងបំផ្លាញប្រជាធិបតេយ្យនឹងជាច្រើនជាហូរហែរបាយការណ៍ទាំងអស់នោះបានទៅដល់ខាងរដ្ឋាភិបាលអាមេរិកនឹងជាហូរហែមកហើយហើយមកដល់បច្ចុប្បន្នហ្នឹងក៏គ្មានអ្វីប្រែប្រួលដែលជាដុំកំភួនដែរផ្ទុយទៅវិញវាកាន់តែបង្ហាញនៅរូបភាពអាក្រក់និងរូបភាពថ្មីនៅវិធីសាស្ត្រថ្មីក្នុងការរំលោភបំពានទៅលើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទៀតអញ្ចឹងខ្ញុំយល់ថា
ជាលទ្ធផលបើมันអាចទទួលបាននៅផលវិជ្ជមានអ្វីដែលជាដុំកំភួនប្រមាណនោះទេបាទបាទលោកសង្សានករណាលោកដឹងស្រាប់ហើយថាខ្ញុំបានទទួលព័ត៌មានពីមន្ត្រីរបស់គណៈបកប្រជាជនមួយរូបដែលថ្លែងប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាឥឡូវនេះគេបានអនុញ្ញាតឲ្យលោកកឹមសុខាគឺថាអាចទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅបានហើយប៉ុន្តែមិនចេញទៅក្រៅប្រទេសទេដូចថាអាចចេញទៅត្រឹមព្យាបាលនៅក្នុងពេទ្យក្នុងស្រុកអញ្ចឹងណាហើយការអនុញ្ញាតនេះឥឡូវនេះយើងមិនទាន់ទទួលបានព័ត៌មាននៅឡើយទេថាតើលោកកឹមសុខាសម្រេចចិត្តយល់ព្រមក្នុងការទៅព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៅក្នុងស្រុកនៅឡើយទេមានអ្នកវិភាគខ្លះនិយាយថាការនេះជាយុទ្ធសាស្ត្ររបស់គណៈបព្វជិជននៅមុនការចរចាលើបញ្ហាតាក់ក្នុងនៅលើបញ្ហាពន្ធដែលគេចង់បង្ហាញទៅសហរដ្ឋអាមេរិកថារដ្ឋាភិបាលបានធ្វើការដោះលែងលោកកឹមសុខាហើយលោកកឹមសុខាអត់មានជាប់គុកទៀតទេអត់មានជាប់នៅក្នុងផ្ទះទៀតទេដូច្នេះរដ្ឋាភិបាលអាចនឹងនិយាយពាក្យនេះទៅប្រាប់សហរដ្ឋអាមេរិកដែលគេអាចនឹងនិយាយថាដែលរដ្ឋាភិបាលអាចនឹងនិយាយថាឥឡូវគេមានបានឃុំខ្លួនលោកកឹមសុខាទៀតណាលោកកឹមសុខាមានសេរីភាពធម្មតាតាលោកកឹមសុខាអាចទៅព្យាបាលនៅមន្ទីរពេទ្យបានតាដូច្នេះថាយុទ្ធសាស្ត្រនេះតើលោកគិតថាលោកខ្លួនលោកកឹមសុខាផ្ទាល់ហ្នឹងគួរតែធ្វើរបៀបម៉េចលោកសុនសែនករណាតើលោកកឹមសុខាគួរទទួលយកនៅយុទ្ធសាស្ត្រដែលគណៈបកប្រជាជនដាក់ឲ្យនឹងទេឬក៏លោកកឹមសុខាបន្តដូចថាទាមទារឲ្យមានការដោះលែងគាត់ដោយឥតលក្ខខណ្ឌតែម្ដងដោះលែងគាត់ឲ្យមានសេរីភាពពេញបរិបូរណ៍ដោយគ្មានការដាក់គុកគ្មានការដាក់ឃុំខ្លួនក្នុងផ្ទះត្រឹមតែទៅព្យាបាលហ្នឹងមានន័យអីទៅបាទលោកសង្សានករណាលោកយល់យ៉ាងម៉េចដែរចំណុចនេះបាទលោកសារដារឿងដែលពាក់ព័ន្ធនឹងលំហប្រជាធិបតេយ្យឬក៏សិទ្ធិពលរដ្ឋនយោបាយនេះមិនមែនជារូបភាពត្រឹមបុគ្គលមេដឹកនាំនយោបាយណាមួយទេកាលណាយើងនិយាយពីប្រជាធិបតេយ្យគឺនិយាយពីសេរីភាពក្នុងការចូលរួមអញ្ចឹងការចូលរួមគេសំដៅទាំងអស់គ្នាទាំងប្រជាពលរដ្ឋទាំងអង្គការសង្គមទាំងសារព័ត៌មានរួមទាំងអ្នកនយោបាយជាច្រើនរូបផ្សេងទៀតនឹងដែរហើយសិទ្ធិសេរីភាពទាំងអស់នេះខ្ញុំយល់ថាតួអង្គសំខាន់ជាច្រើនកំពុងតែនៅក្នុងពន្ធនាគារកំពុងតែភៀសខ្លួនក្រៅប្រទេសដែលរងជាប់បណ្ដឹងចោទប្រកាន់ដែលមិនអាចធ្វើនយោបាយបានអនុវត្តនូវសិទ្ធិនយោបាយបានអានឹងគឺជារឿងដែលសំខាន់ខ្ញុំក៏ជឿជាក់ដែរព្រោះលោកកឹមសុខាក៏ជាអ្នកដែលផ្សព្វផ្សាយអំពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរអញ្ចឹងគាត់យល់ណាស់អំពីស្អីទៅដែលប្រជាធិបតេយ្យស្អីទៅដែលសិទ្ធិមនុស្សអញ្ចឹងត្រឹមតែសិទ្ធិសេរីភាពរបស់គាត់ត្រឹមបានប៉ុណ្ណេះមិនមែនជាសិទ្ធិសេរីភាពពិតប្រាកដទេសិទ្ធិសេរីភាពពិតប្រាកដគឺអាចឲ្យគាត់បដិនាំនៅគណៈបកប្រកួតប្រជែងបានដោយដែលយើងថាយ៉ាងហោចណាស់ក៏មុនរំលាយគណៈបកសង្គ្រោះជាតិដែរមុនពេលចាប់ខ្លួនលោកកឹមសុខាដែរហើយឲ្យមានការប្រកួតប្រជែងគ្នាទៅផ្ដល់ឱកាសដោះលែងអ្នកនយោបាយទាំងអស់កំពុងជាប់ឃុំទម្លាក់ចោលនៃបទចោទប្រកាន់រាល់សកម្មជនគ្រប់រូបដែលកំពុងតែជាប់ចោទកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារទាំងអស់ហ្នឹងអាហ្នឹងគឺជារឿងដែលសំខាន់រឿងដែលពាក់ព័ន្ធមួយទៀតនោះក៏ជាផ្នែកមួយដែរគឺកំណែតម្រង់ប្រព័ន្ធបោះឆ្នោតឲ្យคล้ายជាប្រព័ន្ធបោះឆ្នោតឯករាជ្យនេះក៏ជាផ្នែកមួយដែរដែលយើងមើលឃើញថាវាជាប្រព័ន្ធបោះឆ្នោតមួយដែលប្រកួតប្រជែងដោយចាត់ដៃចងជើងហើយมันផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋរឿងទី3នោះគឺរឿងសារព័ត៌មានឯករាជ្យនឹងឯងយើងឃើញហើយដោយលោកសារដាហ្នឹងក៏ផ្សាយចេញពីក្រៅប្រទេសដែរมันអាចផ្សាយបានពេញលេញនៅក្នុងប្រទេសទេទាំងខាងវិទ្យុដែលមានឯករាជ្យភាពផ្សេងទៀតហ្នឹងគឺគេមិនអាចធ្វើកិច្ចការងាររបស់គេដោយវិជ្ជាជីវៈបានទេអានេះក៏ជាផ្នែកមួយដែលសំខាន់ដែរហើយក្នុងហ្នឹងយើងនៅមានតួអង្គសំខាន់ផ្សេងទៀតដែលត្រូវតែទាមទារឲ្យគេអនុវត្តនៅសិទ្ធិសេរីភាពឲ្យបានពេញលេញផងដែរអាហ្នឹងបានគេហៅថាជាដំណោះស្រាយមួយដោយពិតប្រាកដមិនមែនត្រឹមតែអនុញ្ញាតឲ្យលោកកឹមសុខាបានទៅទទួល
នៅសេវាកម្មផ្នែកសុខភាពទទួលបានការព្យាបាលប៉ុណ្ណឹងយើងចាត់ទុកថាវាជារឿងមួយដែលអាចទទួលបានលទ្ធផលពីសហរដ្ឋអាមេរិកទេហើយសហរដ្ឋអាមេរិកខ្ញុំជឿជាក់ថាក៏គេមិនល្ងងក្នុងការពិចារណារឿងប៉ុណ្ណឹងដែរពីព្រោះគេក៏ជាអ្នកដែលប្រទេសប្រកាន់ប្រជាធិបតេយ្យយូរហើយគេដឹងថាស្អីទៅសេរីភាពស្អីទៅដែលជាគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដហើយបាទអរគុណច្រើនលោកសង្សានករណាលោកសង្សានករណាប្រសិនបើលោកកឹមសុខាទទួលយកអ្វីដែលគណៈបព្វជិជនកម្ពុជាអនុញ្ញាតឲ្យគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមែនថាតើលោកកឹមសុខាអាចដើរចូលអន្ទាក់របស់គណៈបព្វជិជនដែលគណៈបព្វជិជនអាចយកចំណុចនេះទៅលក់ឲ្យសហរដ្ឋអាមេរិកក្នុងការចរចាពន្ធដែរទេបាទខ្ញុំគិតថាមិនអញ្ចឹងទេព្រោះបើមែនតែនទៅយើងមើលកំពីរូបភាពនឹងវាជាគេហៅថាជាសិទ្ធិមួយដែលលោកកឹមសុខាត្រូវទទួលបានបើសិនជាលោកកឹមសុខាមានបញ្ហាសុខភាពប៉ះពាល់ដល់អាយុជីវិតគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលបច្ចុប្បន្ននឹងឯងចឹងបើសិនជាលោកកឹមសុខាពិតជាតម្រូវការក្នុងការព្យាបាលនៅក្នុងជំងឺនឹងដោយខានមិនបានដែលប៉ះពាល់សុខភាពធ្ងន់ធ្ងរគឺត្រូវតែបញ្ជូនលោកទៅព្យាបាលនឹងហើយចឹងការទទួលយកត្រឹមតែសេវាក្នុងការព្យាបាលប៉ុណ្ណឹងมันអាចទៅចោទលោកកឹមសុខាថាជាអ្នកទៅខុបខិតរួមគំនិតគ្នាជាមួយនឹងខាងគណៈបកកាន់អំណាចអីនោះទេហើយក៏មិនមែនជារឿងចូលន្ទាក់អីវិញនោះដែរលុះត្រាតែលោកកឹមសុខានឹងចេញមុខប្រកាសថាគាត់ចូលរួមគ្រប់គ្រងអំពីនយោបាយរបស់គណៈបកកាន់អំណាចបច្ចុប្បន្នយ៉ាងណាហ្នឹងទើបអាចចូលន្ទាក់ឬក៏រងការថ្កោលទោសអំពីអ្នកគ្រប់គ្រងរបស់ខ្លួនឬក៏ពីអ្នកឃ្លាំមើលទៅលើបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជានឹងបាទបាទអរគុណច្រើនលោកសង្សានករណាលោកសង្សានករណាមានសំណួរមួយទៀតសប្តាហ៍ថ្ងៃនេះដោយលោកនឹងស្រាប់ហើយថាអ្នករស់នៅក្នុងស្រុកខ្លះគឺថាមិនហ៊ានធ្វើសកម្មភាពអ្វីទាំងអស់ចំណែកអ្នកដែលហ៊ានធ្វើសកម្មភាពចូលស្រុកក៏មិនបានលើពីនេះអ្នកដែលធ្លាប់ប្រឆាំងនឹងបកកណ្ដាលអំណាចក៏នាំគ្នាសូមចុះចូលជាមួយអ្នកដែលខ្លួនចោទថាបំផ្លាញសន្តិភាពទៅវិញបាទតើចន្លោះពេលដែលគ្មានក្រុមប្រឆាំងដោយសប្តាហ៍ថ្ងៃនេះអាចជាឱកាសដែលក្រុមគ្រួសារតកូហ៊ុនដូចថាពង្រឹងអំណាចឲ្យកាន់តែរឹងមាំដែរទេព្រោះថាក្នុងស្ថានភាពនេះក្រុមគ្រួសាររបស់លោកហ៊ុនសែនធ្វើអ្វីក៏បានដែរបាទលោកសង្សានករណាជាស្ថានភាពយើងមើលឃើញជាក់ស្ដែងវាជាការពិតដូចដែលលោកសារដាបានលើកឡើងហើយខ្ញុំមើលឃើញអំពីរូបភាពទាំងអស់នេះវាមិនមែនមានស្ថិរភាពអ្វីរហូតនោះទេយើងមើលឃើញថាទោះបីយ៉ាងម៉េចដូចជាមានសកម្មភាពក្នុងស្រុកខ្លះដែលខ្ញុំមើលឃើញថាវាជារូបភាពមួយដែលខ្ញុំមិនដែលនឹកឃើញដែរដូចជារឿងការប្រើប្រាស់กระดาษប្រាក់ក្នុងការទៅសេសាយអីចឹងអានឹងគឺជារូបភាពមួយដែលឲ្យជាការដាស់ទៅដល់ស្មារតីរបស់ប្រជាពលរដ្ឋដែរពីព្រោះប្រជាពលរដ្ឋណាក៏ត្រូវការចាយប្រាក់ដែរហើយការមធ្យោបាយនេះក៏អាចរួចផុតអំពីការចាប់ទោសអូដំណើរដែរពីព្រោះថាការចរាចរសាច់ប្រាក់ហ្នឹងវាមិនមានប្រភពណាមួយដែលអាចងាយរកស្វែងរកប្រមាណទេអានេះគឺជាមធ្យោបាយមួយដែលខ្ញុំមើលឃើញថាសកម្មជនដែលគេប្រើប្រាស់រូបភាពហ្នឹងអញ្ចឹងម្នាក់ខ្ញុំងាកឲ្យគិតមកវិញថាគ្មានអ្នកណានៅស្ងៀមទេបើសិនជាប្រទេសជាតិនៅតែរបៀបហ្នឹងគឺរួមទាំងអ្នកនៅក្រោមគណៈបកកណ្ដាលអំណាចខ្លួនឯងនឹងដូចគ្នាក៏រងការលំបាកអំពីការដាក់សម្ពាធរបស់មេដឹកនាំគ្រួសារមេដឹកនាំឬក៏គណៈបកកណ្ដាលអំណាចដូចគ្នាបន្តបន្ទាប់គ្នាអញ្ចឹងការរងទុក្ខទោសការរស់នៅដោយសម្ពាធហ្នឹងគឺតគ្នាពីលើរហូតទៅដល់ប្រជាពលរដ្ឋខាងក្រោមអញ្ចឹងហើយបានន័យថាអ្នកទាំងអស់ហ្នឹងគាត់នៅមិនសុខគាត់ចេះតែរកនឹកមធ្យោបាយអីដើម្បីធ្វើយ៉ាងណាដើម្បីទាមទារដើម្បីទម្លាក់នៅក្នុងមេដឹកនាំដែលដឹកនាំប្រទេសដោយមិនត្រឹមត្រូវដោយពុករលួយបកពួកនិយមគ្រួសារនិយមនឹងឯងដែលគេមិនចង់បានទេអញ្ចឹងរូបភាពទាំងអស់នេះខ្ញុំគិតថាមិនថិតថេរទេបើសិនជាដឹកនាំនៅតែប្រកាន់នៅអេរិយាបថបែបហ្នឹងគឺនៅតែរស់ក្នុងការភ័យខ្លាចធ្លាក់ពីតំណែងណាហើយ
ហើយអ្វីដែលធ្វើទាំងអស់ហ្នឹងនឹងជះត្រឡប់ទៅខ្លួនវិញហើយទោះបីយើងមើលរូបភាពនៃអ្នកសកម្មជនមួយចំនួននៃអ្នកនយោបាយមួយចំនួនទៅចោះចូលអីទាំងអស់នេះខ្ញុំគិតថាវាអត់មានអីទៅជះឥទ្ធិពលអ្វីទេពីព្រោះក៏នៅមានសកម្មជនជាច្រើនទៀតដែលនៅតែបន្តសកម្មភាពរបស់ខ្លួនអញ្ចឹងការប្រើប្រាស់រូបភាពទិញដូរទឹកចិត្តទិញដូរសកម្មជននេះមិនមែនជារូបភាពត្រឹមត្រូវអីនោះទេវាជារូបភាពមួយដែលធ្វើឲ្យមានបញ្ហាទៅលើការដឹកនាំទៅវិញទេហើយអ្វីដែលត្រឹមត្រូវខ្ញុំគិតថាវាលុះត្រាតែការដឹកនាំហ្នឹងធ្វើឲ្យពលរដ្ឋពេញចិត្តធ្វើឲ្យអ្នកនយោបាយផ្សេងទៀតហ្នឹងគឺគេពេញចិត្តពេញថ្លើមដោយសុទ្ធចិត្តដោយគ្មានការទិញទឹកចិត្តដោយគ្មានការលួងលោមដោយគេកើតចេញអំពីការគោរពមិនមែនកើតចេញពីការភ័យខ្លាចកើតចេញពីការទិញដូរនោះទេអានឹងទើបជាការដឹកនាំមួយដែលមានការកោតសរសើរមានការទទួលយកបានប៉ុន្តែបើការដឹកនាំរបៀបនេះយើងមើលឃើញហើយក្នុងបណ្ដាប្រទេសផ្សេងដែលដឹកនាំដោយគ្រួសារនិយមបកពួកនិយមដូចជាថ្មីយើងឃើញមានការទម្លាក់ពីប្រជាពលរដ្ឋកន្លងមកថ្មីនឹងហើយយើងមើលឃើញហើយអញ្ចឹងมันអាចថាទេទោះបីអំណាចហ្នឹងយើងមើលឃើញរូបភាពបច្ចុប្បន្នហ្នឹងវាមានភាពរឹងមាំប៉ុន្តែនៅក្នុងដំណាក់កាលណាមួយក៏ស្ថិតនៅក្នុងភាពភ័យស្រួលដែរអញ្ចឹងបានយើងមើលឃើញគណៈបកកណ្ដាលអំណាចកាន់តែប្រយ័ត្នប្រយែងកាន់តែប្រុងប្រយ័ត្នអំពីរូបភាពអំពីការទៀមទាតវ៉ាផ្សេងនឹងឯងអញ្ចឹងអ្វីដែលខ្ញុំលើកឡើងនេះខ្ញុំមិនមែនស្អប់ឬក៏ខឹងទៅលើអ្នកណាទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹកនាំបើសិនជាអ្នកមានអំណាចមានឥទ្ធិពលមានធនធានមនុស្សមានលុយកាក់ស្រាប់ដូរតែយើងអេរិយាបថអំពីការធ្វើទុកបុកម្នេញអំពីការធ្វើបាបគេកែមកក្នុងការដឹកនាំកសាងប្រទេសខ្ញុំថាវាមានលក្ខណៈងាយស្រួលដោយសារពួកគេមានធនធានស្រាប់អានោះប្រជាពលរដ្ឋពេញចិត្តណាស់ទៅហើយប៉ុន្តែបើសិនជានៅតែបន្តដឹកនាំរបៀបហ្នឹងខ្ញុំថាมันអាចមានស្ថិរភាពយូរអង្វែងទេបាទលោកសង្សានករណាជាចុងក្រោយលោកមានអ្វីចង់បន្ថែមដែរទេបាទដោយសារនីតិរបស់យើងត្រូវដល់ទីបញ្ចប់ទៅហើយបាទសូមជឿខ្ញុំមិនចង់ឃើញកម្ពុជាយើងនៅក្នុងរូបភាពបច្ចុប្បន្នទេហើយខ្ញុំជឿជាក់ថាប្រជាពលរដ្ឋរួមទាំងអ្នកពាក់ព័ន្ធនៅក្នុងសង្គមប្រជាធិបតេយ្យទាំងអស់ក៏គេមិនចង់ឃើញការដឹកនាំមួយដែលប្រឆាំងអំពីប្រជាធិបតេយ្យដែរគេក៏មិនចង់ឃើញការដឹកនាំប្រកបដោយអំពើពុករលួយបំផ្លាញនៅធនធានជាតិហើយការដឹកនាំដែលធ្វើឲ្យប្រជាពលរដ្ឋរស់រងទុក្ខក្រីក្របំណុលវ័នកចំណាក់ស្រុកអីទាំងអស់នេះក៏គេមិនចង់បានដែរអញ្ចឹងអ្វីដែលយើងចង់ឃើញចង់ឲ្យមេដឹកនាំខ្មែរគ្រប់រូបគ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមបញ្ឈប់អំពីការធ្វើទុកបុកម្នេញគ្នាទៅខ្មែរយើងកំសត់ណាស់ខ្មែរយើងរងទុកយូរហើយកុំឲ្យខ្លួនឯងរស់សោយសុខហើយបណ្ដោយឲ្យជាតិសាសន៍របស់ខ្លួនពលរដ្ឋដែលជាជាតិរួមឈាមរបស់ខ្លួននឹងរស់រងទុក្ខវេទនាលំបាកសូមបើកភ្នែកមើលផងសូមបើកភ្នែកមើលផងហើយបញ្ឈប់នៅអំពើដែលធ្វើទុកបុកម្នេញគ្នានឹងទៅមិនចំណេញដល់ខ្មែរទេហើយខ្មែរយើងងាយកសាងណាស់បើសិនជាអ្នកនយោបាយគ្រប់ភាគីពាក់ព័ន្ធចាប់ផ្ដើមគិតគូរចាប់ដៃគ្នាកសាងប្រជាធិបតេយ្យពិតប្រាកដយើងមានធនធានជាច្រើនដែលយើងអាចនឹងកសាងប្រទេសឲ្យមានភាពរីកចម្រើនហើយជាពិសេសយើងកសាងប្រជាធិបតេយ្យមួយដោយទំនុកចិត្តដោយអ្នកឈ្នះដោយថ្លៃថ្នូរអ្នកចាញ់អស់ចិត្តហើយយើងរួមគ្នាកសាងប្រទេសទៅអានឹងគឺជាគោលបំណងស្មារតីធំណាស់នៃកិច្ចព្រមព្រៀងក្រុងប៉ារីសដែលអ្នកនយោបាយបានលះបង់នៅសាច់ស្រស់ឈាមស្រស់នៅពេលវេលាជាច្រើនដែលយើងទម្រាំតែបានកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងមកយើងអនុវត្តឲ្យបានត្រឹមត្រូវទៅវាជាប្រយោជន៍សម្រាប់ប្រទេសជាតិជាមុខមាត់ប្រទេសជាតិមុខមាត់អ្នកដឹកនាំផងហើយក៏នាំនូវភាពរីកចម្រើនរុងរឿងដល់ប្រជាពលរដ្ឋផងដែរបាទប៉ុន្តែលោកសង្សានករណាដឹងស្រាប់ហើយថាទោះបីជាយ៉ាងណាក៏ដោយលោកហ៊ុនសែនតែងគម្រាមម្ដងហើយម្ដងទៀតថាត្រូវតែតាមកំទេចក្រុមអ្នកប្រឆាំងហ្នឹងឲ្យដល់
ទីបញ្ចប់តែម្ដងហើយគាត់ក៏នឹងមិនអនុញ្ញាតឲ្យមានក្រុមមួយដែលគាត់ចោទថាជាក្រុមបដិវត្តពណ៌ជាក្រុមជ្រុលនិយមជាក្រុមអីមកជន់លើទឹកដីកម្ពុជានោះដែរតើលោកគិតថាការអះអាងការគម្រាមរបស់លោកហ៊ុនសែននេះនឹងមានប្រសិទ្ធភាពកម្រិតណាដែរទៅបាទយើងមិនចម្លែកទេមេដឹកនាំដែលមានចរិតកុម្មុយនីសផ្ដាច់ការគឺតែងតែប្រើប្រាស់ក្នុងការគម្រាមកំហែងឯងប៉ុន្តែលោកសារដាត្រូវចាំពាក្យចាស់ពីដើមឬក៏គេតែងតែលើកគេថាទីណាមានការជិះជាន់ទីនឹងមានការរើបំរាស់ចឹងបើយើងប្រើមធ្យោបាយជិះជាន់តិចឬច្រើនត្រូវតែមានកម្លាំងតបហើយការទប់ស្កាត់ខ្ញុំគិតថាវាមិនមែនជារឿងងាយស្រួលប្រហែលទេប៉ុន្តែបើយើងធ្វើឲ្យមានការពេញចិត្តមានការចូលរួមមានការសហការក្នុងការស្ដារក្នុងការជួយប្រទេសជាតិអានឹងខ្ញុំគិតថាវាជារឿងដែលល្អប្រសើរអញ្ចឹងការបដិញ្ញាចិត្តយើងដឹងស្រាប់ហើយគ្រាន់តែជារូបភាពមួយដែលធ្វើឲ្យមនុស្សរងទុក្ខលំបាកក្នុងពេលរយៈពេលហ្នឹងប៉ុន្តែក្នុងរយៈពេលយូរនឹងមានការតស៊ូនឹងមានការរើបំរាស់ឡើងយើងឃើញជំនាន់ខ្មែរក្រហមជំនាន់ប៉ុលពតសាហាវប៉ុណ្ណាកាប់សម្លាប់ប៉ុណ្ណាមនុស្សអត់អីតតាំងស្គមស្គាំងនៅពេលដែលអ្នកទាំងអស់នៅពេលដល់ដំណាក់កាលមួយគឺមេដឹកនាំនឹងខ្ចាត់ខ្ចាយណារបបនឹងដួលរលំអញ្ចឹងខ្ញុំគិតថាមធ្យោបាយប្រើប្រាស់ការគម្រាមកំហែងប្រើប្រាស់ការកាប់សម្លាប់ការធ្វើទុកបុកម្នេញនេះមិនមែនជាមធ្យោបាយល្អទេខ្ញុំទទូចឲ្យបញ្ឈប់ហើយយើងគ្មានអីក្រៅពីជំរឿសឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំប្រទេសតាមឆន្ទៈហើយឲ្យអ្នកនយោបាយដែលគេពេញចិត្តដែលគេបោះឆ្នោតឲ្យនឹងឲ្យគេដឹកនាំប្រទេសដើម្បីជួយប្រទេសជាតិកសាងប្រទេសជាតិឲ្យមានភាពរីកចម្រើនតាមបែបជាធិបតេយ្យនឹងទៅបាទសូមអរគុណច្រើនលោកសង្សានករណាចំពោះពេលវេលារបស់លោកនៅក្នុងប្រទេសអូស្ត្រាលីប្រហែលជាភ្លឺទៅហើយបាទពេលនេះហើយអរគុណច្រើនចំពោះការលះបង់ពេលវេលារបស់លោកជាមួយនឹងសារព័ត៌មាន Cambodia Daily បាទសូមអរគុណច្រើនសូមជម្រាបលាបាទសូមជម្រាបលាបាទយើងខ្ញុំក៏សូមអរគុណលោកអ្នកនាងដែលបានខិតខំតាមដានចំណាយពេលជាមួយនឹងសារព័ត៌មាន Cambodia Daily នៅពេលនេះខ្ញុំបាទតាំងសារដាព្រមទាំងក្រុមការងារទាំងអស់នៃសារព័ត៌មាន Cambodia Daily សូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី